សួរបងប្អូនទាំងអស់គ្នាខ្ញុំបាទហុងហើយថ្ងៃនេះយើងនឹងធ្វើជាកម្មវិធីមួយក្នុងការចែកម្លែកដល់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះក៏យើងមានភ្ញៀវកិត្តិយសដ៏ឆ្នើមសម្រាប់និស្សិតខ្មែរដែលនៅប្រចាំប្រទេសវៀតណាមហើយគាត់គឺជាអតីតសិស្សដែលនិយាយទៅសតសាក់យកបងនិយាយទៅអ្នកគ្នាឥឡូវបងអាចណែនាំខ្លួនបានអត់បងអូខេបាទអរគុណច្រើនសម្រាប់ការផ្ដល់ឱកាសក្នុងការណែនាំខ្លួនបាទខ្ញុំឈ្មោះកំសៀងខ្ញុំពីជាអតីតសិស្សមកពីសាលាកសិកម្មជាតិវៀតណាមទីក្រុងហាណូយយើងនឹងហើយខ្ញុំរៀនសិក្សាកសិកម្មហើយបានបញ្ចប់សមសាស្ត្រឆ្នាំ2007បាទហើយរយៈពេលដែលបងនៅវៀតណាមបងគិតថាយ៉ាងម៉េចដែរពេលនៅរៀននេះចឹងអូការដំបូងហើយយើងក៏ជាទាំងមានទាំងការជួបតែបញ្ហាជាការ challenge ហើយនឹងទៅតងជាមួយនឹងអ្វីយើងធ្វើយើងមានអារម្មណ៍ថាចូលចិត្តនៅក្នុងបរិបទនៃការរៀនសូត្រឬរស់នៅក្នុងប្រទេសវៀតណាមទីក្រុងហាណូយនឹងអញ្ចឹងជាដំបូងចាប់អារម្មណ៍ទៅលើអាកាសធាតុចាប់អារម្មណ៍ទៅលើចំណេញក្នុងរៀនឬក៏ទៅតងជាមួយនឹងការរស់នៅនិងការយកទុកដាក់ពីថ្នាក់ដឹកនាំពីខាងសាលានិងមានការចូលរួមពីគ្រូនិងគ្រូផ្សេងៗផងដែរអញ្ចឹងធ្វើខ្ញុំមានកម្លាំងចិត្តក្នុងការចូលរួមនិងការស្វែងយល់ការសាស្ត្រនិងការអនុវត្តភាសាបាទហើយដូចបងគាត់បានលើកឡើងអញ្ចឹងគឺសូម្បីតែខ្ញុំដែលមករៀននៅក្រៅអញ្ចឹងក៏ខ្ញុំមានអារម្មណ៍ដូចគាត់ដែរហើយពិតជាអ្វីដែលខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើគឺមានបងប្អូនដូចជាបងដែលគាត់នៅប្រចាំប្រទេសវៀតណាមដែលជានិស្សិតខ្មែរមករស់នៅប្រទេសវៀតណាមនេះគឺពួកគាត់ចិត្តល្អខ្លាំងមែនតើបងប្អូនទាំងគ្នាគឺពួកគាត់តែងតែចែករំលែកក៏ដូចជាប្របត្តិពិសោធន៍ដែលគាត់បានរស់នៅហ្នឹងចែកទៅដល់សិស្សបងជំនាន់ក្រោយហើយជំនាន់ក្រោយទៀតផ្សេងទៀតដល់ហើយខ្ញុំបានឃើញតទៅជាមួយនឹងព័ត៌មានបងថាបងទទួលបានជានិស្សិតឆ្នើមក៏ដូចជាបានអាហារូបករណ៍ទៅខាងក្រៅផ្សេងទៀតកំឡុងពេលដែលសិក្សានៅប្រទេសវៀតណាមអញ្ចឹងណាបងអាចជួយចែករំលែកពីធីបបងបន្តិចចាប់ដើមជាដំបូងពីខ្លួនយើងយើងបានចាប់អារម្មណ៍នៅក្នុងជំនាញដែលយើងរៀនអញ្ចឹងយើងរៀនសេដ្ឋកិច្ចកម្មហើយសេដ្ឋកិច្ចកម្មនេះខ្ញុំឃើញពីប្រធានសមាជិកអនុពលរបស់ខាងជំនាញហ្នឹងហើយយើងអាចយកវាមកប្រើប្រាស់ដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិហើយចូលរួមជាមួយនឹងអ្វីយើងផងខាងក្នុងធ្វើអញ្ចឹងជាក់ស្ដែងយើងបានឃើញថាសេដ្ឋកិច្ចកម្មពេលខ្ញុំរៀនទៅមានកាន់តែរៀនទៅកាន់តែគួរចូលចិត្តចង់រៀនព្រោះយើងឃើញពីផលប្រយោជន៍វាច្រើនដែលវាអាចផ្ដល់មកយើងមិនដែរហើយមួយទៀតតទៅជាមួយនឹងបរិស្ថាននៅក្នុងសាលាយើងរៀនហើយមជ្ឈដ្ឋានជំនាញខ្លួនយើងថាពួកគាត់ផ្ដល់ជាអាចជាថាមានការចូលរួមជាមួយគ្នាទៅវិញទៅមកចែករំលែកគ្នាទៅវិញទៅមកហើយទៅពេលគប់សំជាមួយនឹងអ្វីយើងចូលចិត្តផងហើយអ្វីយើងទទួលបានពីមជ្ឈដ្ឋានខាងក្រៅផងគឺយើងមានកម្លាំងជួយការរៀនសូត្រហើយម្យ៉ាងទៀតដោយសារយើងស្រឡាញ់ឃើញថាប្រទេសជាតិយើងកំពុងត្រូវការទៅលើជំនាញហ្នឹងឬក៏ត្រូវការទៅលើវិស័យដែលពាក់ព័ន្ធជាមួយនឹងខាងកសិកម្មហ្នឹងអញ្ចឹងហើយខ្ញុំបានបងបានផ្ដល់ឲ្យខ្លួនឯងឱកាសមួយដើម្បីចាប់យកអាជំនាញនេះបានច្បាស់លាស់ហើយយើងទៅត្រឡប់ទៅប្រទេសមួយដើម្បីអភិវឌ្ឍយើងមកនេះហើយដូចគ្នាទៅជាមួយនឹងការខំរៀនសូត្រហ្នឹងអាសារតែយើងទីមួយបានដឹងថាភាសាគឺស្ពានអញ្ចឹងហើយខ្ញុំបានព្យាយាមស្វែងយល់ភាសារបស់គេមានការតំណងជាមួយនឹងប្រជាជននៅក្នុងស្រុករបស់គេអញ្ចឹងណាដើម្បីពង្រឹងភាសាយើងបានល្អដើម្បីយើងមានភាពជឿជាក់មួយគឺពេលថាយើងចេះភាសានេះហើយយើងអាចមានឱកាសច្រើនដើម្បីស្វែងយល់ពីជំនាញយើងរៀនហ្នឹងហើយដល់ឡែកខ្ញុំបានដឹងពីបងខ្លះអញ្ចឹងណាបងគឺបានដូចបានយល់ក៏ដូចបានចេះពីច្រើនភាសាលើកពី2ឬក៏3ភាសាអញ្ចឹងណាបងអាចណែនាំបងថាបងចេះភាសាណាខ្លះបានទេហ្នឹងទៅបងមិនថាព្រោះថាយើងកាត់គេថាយើងចេះភាសាខ្លះវាបាក់ដែរប៉ុន្តែចំពោះតែភាសាដែលយើងត្រូវការឲ្យបងអាចចូលមកប្រើបានហ្នឹងទីមួយគឺគាត់ជាភាសាភាសាបរទេសណាភាសាអង់គ្លេសភាសាការខ្ញុំរៀននៅវៀតណាមហ្នឹងរៀនពីភាសាអង់គ្លេសនៅវៀតណាមអញ្ចឹងអាចប្រើប្រាស់បានគឺភាសាអង់គ្លេសនៅវៀតណាមប៉ុន្តែអត់សូវធានាថាយើងធ្វើជាប៉ុណ្ណេះបានប្រើប្រាស់បានហើយនឹងចេះភាសាបរទេសមិនតិចតួចទៅដែរជាសម្រាប់ភាសាបរទេសគឺពេលច្រើនយើងមិនតម្រូវថាគាត់យើង perfect ទេមិនតម្រូវថា perfect ដើម្បីធ្វើជាស្ពានទេតោះតែយើងតែថាពេលខ្លះសម្រាប់និយាយក៏ដូចជាប្រើប្រាស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃអីបានហើយគឺខ្ញុំគិតថាផាជាល្អហើយសម្រាប់បងខ្ញុំគិតថាបងទទួលបានបទពិសោធន៍ដូចចាញ់nghiệpសូម្បីតែនៅក្នុងការងារសាលារៀនជាច្រើនការងារច្រើនបងបានចូលរួមច្រើនមែនតើហើយសម្រាប់វីដេអូថ្ងៃហ្នឹងគឺពួកខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណដល់បងគឹមសៀងមុនបងគេហើយសូមអរគុណដល់បងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូមួយនេះអរគុណបាយបាយ